Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមាននិយាយពីទី5មកសម្រាប់ស្ដាប់ដែររឿងដែរមានចំណងជើងថាដើម្បីអ្នកអង្គម្ចាស់អញ្ចឹងកុំឲ្យរចាំវីដេអូយើងទៅសានជាមួយអ្នកមានមកចរសាច់រឿងអ្នកគ្នាកុំភ្លេចចុចមេដែរ Subscribe និងសញ្ញារូបកណ្ដឹងដើម្បីមានវីដេអូថ្មីៗអញ្ចឹងកុំផ្សាយតបាយជាមួយនឹងអ្នកមានចោះចុចសាច់រឿងជាមួយនឹងអ្នកមានទាំងអស់គ្នានិយាយហើយអ្វីបានជានាងមកសនៅទីនេះដើម្បីបំរើតម្រូវការប្រចាំថ្ងៃរបស់លោកម្ចាស់និយាយម្ដងទៀតហើយអ្វីបានជានាងនៅទីនេះប្រើវេទមន្តនិយាយពីប៉ាត់ខ្ញុំមកនេះដើម្បីខ្លាចទៅជាប្រពន្ធលោកម្ចាស់តារាបណាខ្ញុំមិនបានសម្រាប់កូនដែលមានសាច់ឈាមជាត្រកូលស៊ីម៉ារួមទាំងវៀនសាអាចបង្ហូរឈាមក្នុងនាងជាប៉ាដ៏ធំមួយយើងអាចប្រើវាជាអន្ទាក់ចាប់និងសម្លាប់លោកម្ចាស់ដើម្បីជាការគម្រាមកំហែងដល់បកគូឈិនទាំងមូលហើយពេលនោះត្រកូលយន្តនឹងក្លាយទៅជាត្រកូលដែលមានអំណាចអាចកាន់កាប់ហើយបកគូឈិនបានអូហើយចុះពួកនាងឯទៀតខ្ញុំធ្វើពិតជាដាក់ខ្លួននៅក្បែរអ្នកនាងយុនស៊ីយ៉ូដើមតែប៉ុណ្ណោះគោលដៅពិតប្រាកដរបស់ពួកខ្ញុំគឺដើម្បីចំនួនតំណែងនាងហើយនិយាយទទួលបានឱកាសសម្រាប់គ្រួសារមូលបង្កើតកន្លែងអំណាចផ្ទាល់ខ្លួនរបស់ពួកយើងឲ្យលើកពីគ្រួសារយុនថាម៉េចច្រើនឆ្នាំបានកន្លងផុតទៅហើយតើពួកនាងនៅតែប្រើក្រងការដ៏គួរឲ្យអាណិតដដែលឬគ្រួសារត្រកូលស៊ីម៉ាបានធ្លាក់មកលើខ្ញុំរួចហើយប្រសិនបើខ្ញុំសម្លាប់បកគូឈិនបកបិសាចទាំងអស់ក៏ត្រូវបានបញ្ចប់ទីនេះទាំងមេបកឈាមអ្នករួមគ្នាអាណាចក្រឬបកគូឈិនទាំងមូលនឹងត្រូវកប់ជាមួយយើងគូឈិនព្រះបន្លាខ្សាត់វាគឺជាចង្គៀងប្រលឹងរបស់ស៊ីយ៉ូប្រលឹងនាងបានរលត់ហើយលោកតើស៊ីម៉ាចៅពុំមានការស្ទើទេឬយើងបានបញ្ជូនស្ត្រី100នាក់ទៅទីនោះហើយពាក់កណ្ដាលត្រូវបានស្លាប់ព្រះមហាក្សត្រនៃត្រកូលយុនតើមានអ្វីឲ្យគួរស្ទាក់ស្ទើរឥឡូវនេះប្រសិនបើគាត់បានជាសះស្បើយទាំងស្រុងហើយអាចចាក់ចែងពីវិមានលើភ្នំចំនួន3មកដល់ពេលនេះចាំមើលចុះអ្វីដែលចំណែកពិតប្រាកដគឺមិនទាន់បង្ហាញខ្លួននៅឡើយទេទេវាមិនមែនបែបហ្នឹងទេមានអារម្មណ៍ថាគ្មានឈាមអ្វីបន្តិចសោះតើអ្វីបែកក្រមុំនេះមិនបានចំណែកមែនឈឺតែមិនចេញឈាមបែបនេះតើខ្ញុំស្លាប់មែនទេលោកម្ចាស់ជួយសង្គ្រោះនាងផងតើនាងបានធ្វើអ្វីហេតុអ្វីបានជាយើងត្រូវជួយនាងគ្រាន់តែជាអ្នកស៊ើបការមកពីដែនបិសាចក្លាហានម្នាក់ប៉ុណ្ណោះយកភួយឲ្យមកខ្ញុំតោងស្អិតអូទេនាងពិតជានឹងស្លាប់នៅពេលនេះមិនខាន